សូមគោរពព្រះនុទ្ធរានុទ្ធរៈគ្រប់ព្រះអង្គបាទសូមគោរពទៅដល់សម្ដេចទ្រង់ឯកឧត្តមប្រិយមិត្តលោកតាលោកយាយប្អូនប្រុសប្អូនស្រីបងប្រុសបងស្រីកុមារាកុមារីជាទីគោរពបាទក្នុងនាមខ្ញុំជាសារព័ត៌មានបាទសាសនាមរស់មិនយូរហើយអាប្រសាទនេះបាទឥឡូវនេះយើងថាធ្វើបុណ្យទាន់អាខែភ្លឺប្រិយមិត្តជាទីមេត្រីបុណ្យអបការប្រាក់អាសាមគ្គីកសាងព្រះវិហារវត្តអង្គតាច័ន្ទបាទយើងមានដូចតទៅបាទខ្ញុំប្រកាសរណាអាត្មាភាពជាព្រះចៅអធិការវត្តបាទរួមបាទគ្នាគេថារួមសាមគ្គីគ្នាប្រិយមិត្តយើងលោកអាចារ្យគណៈកម្មាធិការវត្តអង្គតាច័ន្ទព្រមទាំងពុទ្ធិបរិស័ទចំណោះជើងវត្តនិងពុទ្ធិបរិស័ទចិត្តឆ្ងាយបាទបានមូលមតិគ្នាជាឯកច្ឆានផ្ដើមប្រារព្ធពិធីធ្វើបុណ្យបាទធ្វើបុណ្យណាប្រិយមិត្តយើងបាទពិធីបុណ្យផ្កាប្រាក់អាសាមគ្គីបាទដើម្បីប្រមូលបច្ច័យកសាងព្រះវិហារថ្មីបន្តទៀតបាទដោយសារតែក្នុងវត្តមានការខ្វះខាតប្រិយមិត្តយើងអញ្ចឹងហើយសង្ឃឹមថាបាទលោកតាលោកយាយបងប្រុសបងស្រីលោកអុកញ៉ាលោកជំទាវបាទគេថាធ្វើបុណ្យទាន់ខែភ្លឺប្រិយមិត្តយើងនៅក្នុងបាទវត្តអង្គតាចាន់ស្ថិតនៅភូមិបាទស្វាយទៀបឃុំអង្គពពែស្រុកកងពិសីខេត្តកំពង់ស្ពឺដែលសពថ្ងៃកំពុងតែមានការខ្វះខាតអាស្រ័យដោយបានប្រកេននិងជម្រាបជូនខាងលើខ្ញុំបកណាអាត្មាភាពយើងខ្ញុំព្រមទាំងបាទទាំងអស់គ្នាមានកិត្តិយសសូមបាទនិមន្តព្រះនធរានុត្តរៈគ្រប់ព្រះអង្គនិងគោរពអញ្ជើញឯកឧត្តមលោកអញ្ញាលោកជំទាវបាទលោកស្រីអ្នកនាងកញ្ញាបាទឧបាសកឧបាសិកាលោកតាលោកយាយនិងពុទ្ធបរិស័ទចិត្តឆ្ងាយមេត្តាចូលរួមបាទចាប់មគ្គចាប់ផលរួមអនុមោទនាយកកុសលផលបុណ្យតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនប្រិយមិត្តយើងបាទកម្មវិធីបុណ្យបាទប្រិយមិត្តយើងថ្ងៃសៅរ៍ទី12រោចខែមិញឆ្នាំម្សាញ់អត្តស័កពុទ្ធសករាជ2569បាទត្រូវនឹងថ្ងៃទី14ខែកុម្ភៈឆ្នាំ2026ម៉ោង2រសៀលជួបជុំពុទ្ធិបរិស័ទចិត្តឆ្ងាយធ្វើពិធីសែនក្រុងពាលីនៅវត្តអង្គតាច័ន្ទម៉ោង3រសៀលធ្វើបទនមស្ការព្រះរតនត្រ័យសមាទានសិលនិងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងព្រះធម៌ទេសនាលុះព្រឹកឡើងថ្ងៃអាទិត្យ13រោចត្រូវនៅថ្ងៃទី15ខែបាទឆ្នាំដដែលហ្នឹងបាទម៉ោង7ព្រឹកប្រគេនយីគូព្រះសង្ឃម៉ោង8:30នាទីព្រឹកជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយធ្វើបទនមស្ការថ្វាយបង្គំព្រះរតនត្រ័យសមាទានសិលបាទម៉ោង10:30នាទីព្រឹកបាទគេថាវេបាទភក្តាអាហារនិងផ្កាប្រាក់ប្រគេនព្រះសង្ឃដើរឆ្លងជាកិច្ចបង្ហើយបុណ្យបាទប្រិយមិត្តយើងបាទសូមបាទប្រិយមិត្តលោកតាលោកយាយបាទបងប្រុសបងស្រីបាទអ្នកអុកញ៉ាលោកជំទាវបាទប្រិយមិត្តយើងបាទfan របស់បាទរស់មិនយូរបាទចាប់មគ្គចាប់ផលបាទតាមលេខទូរស័ព្ទរបស់លោកគ្រូអាចារ្យបាទគណៈកម្មការបាទយើងមើលឃើញហើយគឺការកសាងព្រះវិហារគេថាធ្វើបុណ្យឲ្យទាន់អាខែភ្លឺណាបាទហើយនេះខ្ញុំបាទទៅផ្ដិតរូបយកផ្ទាល់អត់តែម្ដងប្រិយមិត្តអត់ទូទស្សនិកជនហើយបាទយើងពេលដែលយើងបាត់រលត់ទៅយើងគ្មានយកអ្វីទៅតាមនោះទេប្រិយមិត្តយើងបាទគេថាមានតែមួយខ្លួនណាបាទអញ្ចឹងហើយយើងត្រូវតែណែតន់ភ្លឺណាយើងត្រូវធ្វើបុណ្យធ្វើទានទុកដើម្បីកសាងទៅអនាគតជាតិយើងតទៅមុខទៀតដោយគេថាមានយាយម្នាក់ណាប្រិយមិត្តយើងជាអ្នកសំទានទេប៉ុន្តែគាត់មានសទ្ធាជ្រះថ្លាណាស់ប្រិយមិត្តជាទីមេត្រីបាទ
ก็មានសទ្ធាជ្រះថ្លាឲ្យតែថ្ងៃសិលឡើងគាត់យកបាទលុយដែលគាត់សុំបានហ្នឹងយកទៅប្រគេនព្រះអង្គយកទៅប្រគេនទៅដល់បាទទិញចង្ហាន់យកទៅប្រគេនព្រះសង្ឃបាទហ្នឹងគេហៅថាតាមពុទ្ធសាសនាណាបាទហ្នឹងដល់តែគាត់បាទបាត់បង់ជីវិតទៅគាត់ទៅកើតទៅជាកូនមហាសទ្ធិណូបាទអញ្ចឹងហើយបានថាទ្រព្យសម្បត្តិជារបស់ក្រៅខ្លួនទេប្រិយមិត្តជាទីមេត្រីហើយបាទក្នុងនាមខ្ញុំជាសាស្ត្រព័ត៌មានគឺផ្សព្វផ្សាយព្រះពុទ្ធសាសនាបាទព្រោះយើងរស់ក្រោមអាវាតក្រោមព្រះពុទ្ធសាសនារបស់យើងគឺយើងត្រូវតែផ្សព្វផ្សាយហើយអញ្ចឹងយើងត្រូវតែមានការកសាងអញ្ចឹងសង្ឃឹមថាពុទ្ធបរិស័ទចិត្តឆ្ងាយបាទចូលរួមបាទចាប់មគ្គចាប់ផលណាបាទនៅវត្តអង្គតាច័ន្ទស្រុកកងពិសីខេត្តកំពង់ស្ពឺណាហើយខ្ញុំបាទសូមគោរពជម្រាបលាសម្ដេចទ្រង់អាយដាមតែត្រឹមនេះបាទមានពាក្យពេចន៍កន្លែងណាដែលមិនសមរម្យបាទសូមអខន្តីអភ័យទោសដល់រូបខ្ញុំបាទផងដោយសារតែអាការអធិប្បាយមិនសូវពីរោះដូចជាមិនសូវក្បោះក្បាយបាទត្រូវចិត្តអ៊ំនេះខុសចិត្តអ៊ំនោះពេញចិត្តលោកពុកបាទខុសចិត្តអ្នកម្ដាយបាទខ្ញុំបាទសូមគោរពជម្រាបលាតែត្រឹមនេះបាទមានពាក្យពេចន៍កន្លែងណាដែលមិនសមរម្យសូមអខន្តីអភ័យទោសដល់រូបខ្ញុំបាទផងសូមគោរពជម្រាបលាបាទសូមអរគុណ